រិសួរពុកម៉ែបងប្អូនខ្ញុំកញ្ញាថ្ងៃនេះដែរក៏ចង់មកបង្ហាញបងប្អូននៅមុខម្ហូបមួយមុខដែលមានឈ្មោះថាផ្អកចៀនដោយសារតាថ្ងៃនេះដែរនាងខ្ញុំគឺបានសម្រាប់ពីការងាររដូវបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ទៅហើយក៏ប៉ុន្តែសម្រាប់ការងាររបស់នាងខ្ញុំវិញក៏នៅតែបន្តសម្រាប់រហូតដល់ថ្ងៃច័ន្ទផងដែរថ្ងៃនេះដែរបងស្រីរបស់ខ្ញុំក៏បានបបួលខ្ញុំធ្វើផ្អកចៀនដោយសារតាគាត់បានផ្អកពីខាងដន្លងរបស់គាត់ដែលរស់នៅខាងទឹកដីខេត្តកំពង់ឆ្នាំងគាត់ជាអ្នករស់នៅលើទឹកហើយគាត់មានត្រីសាច់ធ្វើផ្អកច្រើនអញ្ចឹងហើយគាត់ក៏ផ្ញើផ្អកមកឲ្យបងស្រីរបស់ខ្ញុំបានភ្លក់នៅរសជាតិរបស់អ្នកខេត្តកំពង់ឆ្នាំងហើយខ្ញុំនេះគ្រាន់តែលើថាថ្ងៃនឹងបានផ្អកចៀនញ៉ាំក៏បញ្ញាទៅសារទិញបន្លែដែលគាត់ប្រាប់ហ្នឹងយកមកឲ្យគាត់ដោយសារតាប៉ះចំម្ហូបដែលយើងចូលចិត្តបងប្អូនដូចខ្ញុំអត់ដែរខ្ញុំនេះគឺចូលចិត្តខ្លាំងណាស់មុខប្រហុកផ្អកអីហ្នឹងគឺលេខ1ហើយមានអារម្មណ៍ថាញ៉ាំហើយហ្នឹងគឺឆ្ងាញ់ហើយចូលចិត្តញ៉ាំមិនចេះធុញហ្មងជាមួយនឹងមុខម្ហូបប្រភេទនេះងាកមកមើលបន្លែយើងវិញម្ដងដោយសារតែបន្ទាប់ពីទៅផ្សារហើយហ្នឹងគឺយើងបានបន្លែមួយចានដែកដែរមានដូចជាស្ពៃក្តោបតកួនស្ពៃបូកូទ្រាប់ហើយនឹងផ្លែល្ហុងដែរបន្លែយើងហ្នឹងមើលទៅគ្រប់គ្រាន់ហើយប៉ុណ្ណឹងសម្រាប់មុខម្ហូបមួយមុខនេះបងម៉ាញ់នឹងចង់ធ្វើអីគេណាជៀនផ្អកចាអត់ទេផ្អកឆ្ងាញ់មែនតាបន្លែតំណងនេះខ្ញុំហៅទិញអីគេបពីឲ្យមួយទៀតប៉ុន្តែអត់មានហ៎អត់មានទេដោយសារថ្ងៃហ្នឹងខ្ញុំទៅចប់ចូលឆ្នាំអត់ជុំចាអញ្ចឹងទៅគេអត់មានឥឡូវហ្នឹងក៏យើងងាកមកមើលគ្រឿងផ្សំដែលយើងត្រូវបានដាក់នៅក្នុងផ្អកចៀនយើងវិញម្ដងដែរវាមានដូចជាខ្ទឹមសខ្ទឹមក្រហមចិញ្ច្រាំវាឲ្យម៉ត់ទៅដាក់ជាមួយនឹងស្លឹកខ្ទឹមហើយនឹងម្ទេសឲ្យច្រើនហើយសម្រាប់គ្រឿងផ្សំនៅក្នុងផ្អកយើងវិញហ្នឹងគឺមានដូចជាស្ករសហើយនឹងដាក់ជាមួយនឹងប៊ីចេងបងស្រីខ្ញុំថាយើងអាចដាក់អំបិលបានទេដោយសារតាផ្អករបស់យើងហ្នឹងមានរសជាតិប្រៃហើយអញ្ចឹងយើងគួរតែដាក់ស្ករឲ្យច្រើនដើម្បីវាផ្សំជាមួយនឹងផ្អករបស់យើងដែលមានរសជាតិប្រៃស្រាប់ហ្នឹងគឺវាឆ្ងាញ់ជាមួយគ្នាបើកាលណាយើងដាក់ថែមអំបិលទៀតហ្នឹងគឺវាទៅជាផ្អកហ្នឹងប្រៃខាស់យកតែហ្មងខ្ញុំបានលោកមើលឃើញបងស្រីរបស់ខ្ញុំគាត់ធ្វើហ្នឹងគឺជាទូទៅបើសិនជាខ្ញុំជាអ្នកធ្វើវិញខ្ញុំប្រកាសជាដាក់ផ្អកនឹងចៀនវាឲ្យក្រៀមហើយទើបដាក់គ្រឿងក្រៅចូលតាមក្រោយប៉ុន្តែសម្រាប់បងស្រីរបស់ខ្ញុំគឺគាត់អត់ទេគឺគាត់លាយគ្រឿងខាងក្រៅស្រាប់តែម្ដងគាត់មានចានរបស់គាត់មួយដាក់ទឹកក្តៅឲ្យហើយទៅគាត់បានលាយគ្រឿងផ្សំក្នុងនោះដែលមានស្ករមានប៊ីចេងមានជាមួយនឹងខ្ទឹមក្រហមខ្ទឹមសចិញ្ច្រាំជាមួយនឹងម្ទេសឲ្យច្រើនហើយគាត់បានដាក់ចូលទៅក្នុងទឹកហ្នឹងហើយគាត់ចៀនត្រីពេលណាគាត់ចៀនត្រីឆ្អិនហើយគឺគាត់យកទឹកដែលគាត់លាយគ្រឿងហ្នឹងស្រាប់ហ្នឹងគឺគេហៅថាទឹកផ្អកហ្នឹងគឺចាក់ចូលទៅក្នុងត្រីរបស់គាត់រួចជាការស្រេចឃើញថាវាធ្វើតាមគាត់ហ្នឹងគឺលឿនហើយយើងបានភ្លក់នៅគ្រឿងហ្នឹងខាងក្រៅស្រាប់ទៀតដោយសារតាបើករណីយើងដាក់ចូលទៅក្នុងផ្អកហ្នឹងហើយយើងដាក់គ្រឿងទៅមានអារម្មណ៍ថាយើងភ្លក់ទៅវាអត់សូវដឹងរសជាតិទេប៉ុន្តែពេលដែលធ្វើតាមក្បួនបងស្រីរបស់ខ្ញុំគិតថាវាល្អហើយងាយស្រួលច្រើនជាងយើងអាចភ្លក់នៅរសជាតិថាវាមើលទៅវាផ្អែមឬមួយក៏បែបណាអញ្ចឹងពេលណាយើងដាក់ចូលទៅជាមួយនឹងផ្អករបស់យើងហើយចៀនវាចូលគ្នាឲ្យរៀងក្រៀមតិចទៅគឺឃើញថាឆ្ងាញ់យកតែម្ដងហើយសម្រាប់ម្ចាស់នេះដែរគឺជាទឹកផ្អកដែលខ្ញុំបាននិយាយមិនអញ្ចឹងគឺគាត់លាយគ្រឿងខាងក្រៅស្រាប់តែម្ដងលាយវាឲ្យហើយទៅហើយគាត់គ្រាន់តែចៀនត្រីបន្តិចទៀតទៅឲ្យក្រៀមត្រីល្អហ្នឹងទៅក៏យកទឹកផ្អកហ្នឹងទៅចាក់លើត្រីរួចជាការស្រេចឃើញថាស្រួលហើយងាយទៀតហើយខ្ញុំនេះអ្នកដែលអត់សូវចេះធ្វើម្ហូបទេប៉ុន្តែពេលដែលឃើញគាត់ធ្វើហើយគឺគិតថាខ្ញុំក៏អាចធ្វើបានដែរហើយអីគេណាបងអីគេហៅតែឡាប់យ៉ាងហើយនេះដែរគឺជាផ្អកដែលបងស្រីរបស់ខ្ញុំគាត់បានពីដន្លងរបស់គាត់ដែលរស់នៅខេត្តកំពង់ឆ្នាំងនោះយកមកលាងទឹកវាចេញឲ្យស្អាតទៅហើយយើងដាក់ចៀនផ្អកហ្នឹងគឺឆ្ងាញ់ដោយសារតាវាអត់សូវប្រៃខ្លាំងទេយើងគ្រាន់តែលាងសម្អាតទឹកវាពី3ទឹកចេញទៅហើយនឹងដាក់ជាមួយនឹងគ្រឿងក្រៅដែលយើងបានរៀបផ្សំមកគឺរសជាតិស្រេចតែម្ដង អា
nó phải dân liêng ở trong đó mình đi kìa chứ mà liêng mặn tật rồi sắt viên ổ nè ô nè lơ tắc à nhưng phải cái này lơ tắc sổ tay hô nè từ lon nè cho mấy ngày năm của ban lấy cho con chăm à nên ngày chăm từ đó tới mới cho con phơ video này lơ tắc năng đòn là nó đó pe để dương trơ mà chiên bỏ dương bên một đòn này khơi tham môn nó pe để dương chiên nó cứ sạch bỏ bỏ dương cứ là cây từng môi tại một đòn cái đó pe để dương chiên hơi nó có mẹ sập hiệp bay trên vịt nè hai bong sậy bọc những cặp rạp tha để xa ta sậyความchiết dương ban vô là bọcความchiết vô mà nhàm trong tớ là bọcความchiết cái âm hiện đại cửa kimi rồi gọi đại ở xa chiết đài để xa nó sạch tray từng mũ ba nên trắng về để chiên tới cứ miền là cà rạ bẹp nằng hay chinh anh tờ bỏ đài bò sấy nhom bàn bị khaiกับbông chinh anh nó cứ bật chỉ chinh anh bền nhắm tới cứ miền chiết kháng nè bông ôn trong bàn bỏ nằng bông ôn trong bán ở tẹt tơ một nhom mát bông ôn tẹt tơ một nhom thì bằng tẹt tông từ quạt to chứ là sao tạc nhom mẹ nẹn lụa tê nhom giấy lính tê hay quạt nó có quạt mẹ nẹn lụa này quạt phơ nó cứ phơ sầm lạp ta nhắm nó không cua sa bao quạt ta bằng nó tê lớn nít bỏ dương màn chân này mình tay sập hiếm cứ bay vol tầm đòn bỏ nhắm tha ở đây tê mơ ta ruột riêng sơ sà tầm tay ruột triệt vĩnh ỏi ôi tầm đòn ho mới làm kriêm không này bóng bóng sao sớm mở bỏ mặt trắng và lại mặt tha bay mặt nắng hay kia buông pram nè cất mở tha tai cá nhắm năng miên với chiếc bạc nà đấy hay sầm lạp nhau với mặt to bị e với ban bằng hai nơi cá nhắm rồi hai trong ní có ọt miên bằng ong dù đài đọ tu sập cho hai ấp qua bị tu sập rồi có bị ổi té cứ khiêm bu nhắm đài hai với chơi kháng nèខ្ញុំភ្លេចជម្រាបបងប្អូនដែរដែលសារបន្លែរបស់យើងគឺមានពីរប្រភេទបងស្រីរបស់ខ្ញុំគាត់ប្រាប់ថាគាត់ចង់ញ៉ាំឆៅផងចាំញ៉ាំជាមួយនឹងបន្លែដែលឆ្អិនផងប៉ុន្តែខ្ញុំគិតថាគាត់ចូលចិត្តញ៉ាំបន្លែឆ្អិនច្រើនជាងដោយសារតែវាមានសភាពទន់ងាយស្រួលក្នុងការញ៉ាំដូចគ្នាដែរហើយវាផ្អែមពេលដែលយើងស្រស់វាចេញទៅវាមានជាតិផ្អែមចេញពីបន្លែហើយជាពិសេសហ្នឹងគឺចេញពីផ្លែល្ហុងហ្នឹងតែម្ដងដោយសារតែពេលដែលខ្ញុំញ៉ាំហ្នឹងគឺចូលចិត្តខ្លាំងជាងគេគឺផ្លែល្ហុងហ្នឹងហើយវាត្រូវជាមួយនឹងជារបស់យើងហ្នឹងគឺជាមួយផ្លែល្ហុងជាមួយបន្លែផ្សេងគឺពេលដែលយើងដាក់ចូលទៅគឺមានអារម្មណ៍ថាឆ្ងាញ់យកតែមែនតើឥឡូវនេះបងជារបស់យើងក៏បានរួចរាល់ដែរបងស្រីរបស់ខ្ញុំក៏ចាប់ដើមរៀបចំដាក់ចានជូនបងប្អូនទស្សនាអញ្ចឹងកុំឲ្យខាតពេលយូរទស្សនាជាមួយនឹងសកម្មភាពបងស្រីរបស់ខ្ញុំទាំងអស់គ្នាអរគុណច្រើនជំរាបសួរពុកម៉ែបងប្អូនខ្ញុំមានប្រហុកជៀនហើយនឹងទឹកសក់ហើយនឹងអាឡូងចំហុយហើយនឹងទឹកសក់ហើយនឹងស្ពៃក្តោបហើយនឹងតកួនហើយនឹងត្រប់មានចំហុយខ្លះទៅហើយនឹងបន្លែផ្លែល្ហុងក៏ចំហុយដែរនឹងត្រប់ខ្លះអញ្ជើញផងបាយជាមួយខ្ញុំទាំងអស់គ្នាទីក្នុងឱកាសនេះដែរខ្ញុំក៏ចង់បង្ហាញពីជីវប្រវត្តិរបស់ BA យើងដែរខ្ញុំនិយាយលេងទេគាត់ជាបងស្រីរបស់ខ្ញុំខ្ញុំមានបងប្អូនស្រី5នាក់
ហើយក្នុងនោះដែរបងស្រីរបស់ខ្ញុំម្នាក់នេះហើយគឺគាត់ពូកែសពដូចខ្ញុំជម្រាបពីដើមអញ្ចឹងពូកែទាំងការធ្វើម្ហូបពូកែទាំងការញ៉ាំបងប្អូនមើលមាត់គាត់គឺញ៉ាំឡើងឆ្ងាញ់តែម្ដងណាហើយគាត់មិនមែនញ៉ាំឆ្ងាញ់តែមុខម្ហូបប្រភេទនេះទេរាល់មុខម្ហូបទាំងអស់ខ្ញុំសង្កេតឃើញបងស្រីរបស់ខ្ញុំគាត់ទទួលទានបានឆ្ងាញ់ណាស់ហើយខ្ញុំក៏សប្បាយចិត្តដែរដែលឃើញគាត់បានញ៉ាំហើយគាត់ទទួលទានបានឆ្ងាញ់អញ្ចឹងគឺជាក្តីសុខរបស់យើងដែរដោយសារតាបងស្រីម្នាក់នេះហើយគាត់គឺជាអឺចំណិតរបស់ខ្ញុំមិនថាខ្ញុំទៅនៅទីណាទេមិនថាខ្ញុំនៅកំពតឬខ្ញុំនៅពេញបងស្រីម្នាក់នេះគឺគាត់តែងតែស្ម័គ្រចិត្តធ្វើជាអង្គរៈការពារខ្ញុំរហូតអញ្ចឹងហើយគាត់គឺជាចំណិតរបស់ខ្ញុំរហូតដល់អ្នកខ្លះគេឆ្ងល់ថាគាត់គឺជាម្ដាយរបស់ខ្ញុំផងប៉ុន្តែពេលដែលខ្ញុំប្រាប់គាត់ទៅថាអត់ទេគាត់គឺជាបងស្រីរបស់ខ្ញុំម្ដាយរបស់ខ្ញុំគាត់បានចែកឋានបាត់ទៅហើយហើយខ្ញុំក៏ស្រឡាញ់បងស្រីរបស់ខ្ញុំម្នាក់នេះខ្លាំងណាស់ដោយសារតែគាត់ស្លូតហើយមានចិត្តល្អនិយាយទៅបងប្អូនរបស់ខ្ញុំមានគ្នា5នាក់យើងអាចនិយាយបានថាកូនទន្សាយនៅក្នុងចំណោមខ្លាដោយសារបងប្អូនខ្ញុំ4 5នាក់ទៀតគឺខ្លាសុំខ្លាតែម្ដងពួកគាត់កាចណាតែបងស្រីរបស់ខ្ញុំម្នាក់នេះវិញស្លូតហើយក៏អត់សូវចេះមាត់កឲ្យច្រើនដែរអញ្ចឹងហើយខ្ញុំស្រឡាញ់គាត់ច្រើនជាងគេហើយសម្រាប់ BA យើងម្នាក់នេះដែរក៏រៀងម្ចាស់ការខ្លួនឯងដែរដោយសារតែពេលដែលគាត់ញ៉ាំហ្នឹងខ្ញុំបានប្រាប់គាត់ថាបងពេលបងញ៉ាំហ្នឹងជួយលើកឡើងនៅបន្លែឬមួយក៏ប្រាប់ពីបងប្អូនយើងពីរសជាតិតើឆ្ងាញ់បែបណាឬក៏បន្លែហ្នឹងមានលក្ខណៈស្រួយបែបណាឲ្យបងជួយប្រាប់គាត់ផងកុំឲ្យញ៉ាំស្ងាត់ស្ងាត់អញ្ចឹងតែបងស្រីខ្ញុំប្រាប់មកវិញថាម៉េចបងប្អូនដឹងអត់គាត់ថាគ្មានអ្នកណាញ៉ាំផងនិយាយផងទេតែគាត់ញ៉ាំគឺគាត់ញ៉ាំហើយគាត់អត់មានពេលនិយាយទេចឹងហើយបងប្អូនមានតែទស្សនាតាមការគួរទៅដោយសារតែគាត់ប្រាប់ហើយថាគាត់រវល់ញ៉ាំអត់មានពេលនិយាយទេចឹងបងប្អូនក៏ទស្សនាទៅសកម្មភាពរបស់គាត់ញ៉ាំទាំងអស់គ្នាអរគុណច្រើនបន្ទាប់ពីបង្ហាញពីជីវប្រវត្តិរបស់ BA ដែលមានម្ចាស់ការរហូតដល់មិនស្ដាប់អ្នក sponsor រួចមកហើយវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ហើយជាចំក្រោយខ្ញុំក៏សូមប្រសិទ្ធពរជ័យជូនពុកម៉ែបងប្អូនឲ្យជួបតែសុខសុវត្ថិភាពរកទទួលទានមានបានធ្វើដំណើរទៅទីចិត្តទីឆ្ងាយឲ្យសុខសប្បាយហើយក៏សូមអរគុណរាល់ការ like និង comment នៅវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយវីដេអូនេះដែរខ្ញុំក៏សូមខន្តីអភ័យទោសចំពោះពុកម៉ែបងប្អូនទុកជាមុនប្រសិនបើសកម្មភាពឬក៏ការបញ្ចូលសំឡេងទៅមានការខុសឆ្គងឬក៏កំហុសដែលអចេតនាណាមួយក៏សូមខន្តីអភ័យទោសខ្ញុំកញ្ញាសូមអរគុណជម្រាបលាកុំភ្លេចជួយ like និងជួយ share នៅវីដេអូខ្ញុំផងជួបគ្នាវីដេអូក្រោយទៀតអរគុណច្រើន
ជំរាបលាពុកម៉ែបងប្អូនកូនចៅទាំងអស់គ្នាជួយ like ជួយ share ម៉ែម្នាក់មួយផងកូន